Này ở đây mình lại chỉ ngờ là tại tổng chỉ môi nâng từ dầu cái nàyដែលគេហៅថា flexible ណាដែលយើងប្រើដើម្បីភ្ជាប់ពីទៅយក PVC យើងទៅយកជាមួយនឹងបំពង់ Exofen ឥឡូវខ្ញុំសូមបកស្រាយចម្ងល់តិចតើតោងជាមួយនឹងការងារហ្នឹងយើងគ្រាន់តែ copy Exofen ហ្នឹងចេញមកក្រៅមកខ្ញុំធ្វើឲ្យអ្នកគ្នាមើលអូខេខ្ញុំ copy ចេញយកមកក្រៅនេះពេលដែលខ្ញុំ copy ចេញអញ្ចឹងឧទាហរណ៍ថាខ្ញុំគូសប្រព័ន្ធទៅយក PVC ទំហំ100ខ្ញុំគូសមកអញ្ចេះបែបនេះអញ្ចឹងនៅពេលដែលយើងចង់ឲ្យចុងទៅយក PVC របស់យើងមក connect ជាមួយនឹង Exofen ហ្នឹងតែយើងគួរតែធ្វើបែបម៉េចយើងទៅចាប់ Exofen ចាប់ flexible ហ្នឹងយកមកដាក់ឲ្យបានអញ្ចឹងមែនអត់ទេ no អញ្ចឹងខ្ញុំប្រាប់វិធីសាស្ត្រអ្នកនរគ្នាមួយយើងគ្រាន់តែ add comment បញ្ចូលទេ comment ខ្ញុំនឹងដាក់ឲ្យបើសិនជាអ្នកនរគ្នាត្រូវការចាំតាក់ទងមកខ្ញុំតាម Telegram ខ្ញុំឲ្យតាក់ទងមួយ comment ហ្នឹងគេហៅថា comment flexible អញ្ចឹងយើងគ្រាន់តែ add បញ្ចូលហើយឧទាហរណ៍ថាបើសិនជាអ្នកនរគ្នាអត់ទាន់មានទេសម្រាប់ខ្ញុំ add ហើយខ្ញុំគ្រាន់ចុច comment AP មកយើងអាច add បានហើយតាក់ទងជាមួយនឹង comment flexible ហ្នឹងណាមានដាកមានទំហំអីចឹងណានេះ comment នេះអូខេហើយគាត់ add មកជាការស្រេចហើយតែដោយសារខ្ញុំ add ហើយអញ្ចឹងខ្ញុំអត់ត្រូវការ add ម្ដងទៀតទេអញ្ចឹងនៅពេលដែលយើងបានបែបនេះហើយការងារគឺយើងងាយស្រួលខ្លាំងមែនតើយើងគ្រាន់ចុច comment SPL យើងចុចឲ្យចំចំណុចកណ្ដាលនៃ Exofen ហ្នឹងមកហើយអានេះវាត្រង់អញ្ចឹងយើងគ្រាន់ចុច F8 ឲ្យវារៀងកោងតិចមកឲ្យវាមើលទៅវាស៊ីវិល័យណាស៊ីវិល័យអូខេអញ្ចឹងពេលដែលយើងបានអញ្ចឹងហើយគឺយើងអូសយកមក connect ភ្ជាប់ជាមួយនឹងទៅចុងទៅយក PVC យើងមកenter អូខេដូចជាហើយប៉ុណ្ណឹងចាំតិចអញ្ចឹងនៅពេលដែលហើយប៉ុណ្ណឹងយើងមើលទៅវាត្រង់ស្អាតអត់ឬក៏យើងចង់ឲ្យវារត់បែបម៉េចឲ្យវាមើលតំណងជាហ្នឹងអញ្ចឹងណាអញ្ចឹងអត់មានអីបាក់ទេយើងគ្រាន់តែចុច comment F L E អញ្ចឹងវា load ឲ្យយើងនេះ flexible អញ្ចឹងយើង enter មកយើងចុចឃើញ load អញ្ចឹងយើងចុចអក្សរ D ដាក់ទំហំ dimension អញ្ចឹងគេសួរយើងថាចង់បានទំហំ flexible របស់ប៉ុន្មានដោយសារតែយកយើងលេខ100អញ្ចឹង flexible យើងប្រកាសជាយកលេខ100ដែរហើយទៅតង់ជាមួយនឹងទៅយកលេខ100ទំហំវាគឺ100តែមកកាត់វាគឺ114មីលីម៉ែត្រផ្ទៃខាងក្រៅណាអញ្ចឹងយើងគ្រាន់ចុចលេខ114មក enter មកហើយយើងមកចុចលើបន្ទាត់ហ្នឹងគឺជាការស្រេចគឺវាចេញឲ្យយើងចឹងឯងឃើញទេអញ្ចឹងបើសិនជាបងប្អូនមើលទៅវាអត់តំណងយើងអាចដូរពណ៌បានដាក់ពណ៌អីគេពណ៌យើងmirror ដើម្បីបញ្ចេញពណ៌ទៅចេញពណ៌ខៀវបែបនេះឬក៏វាចង់បានប្រភេទមិនទៀតនេះដូចរូបដែលខ្ញុំ zoom មកដល់ឲ្យមើលនេះគឺយើងមាន Exofen ច្រើនបែបនេះគឺអាចធ្វើបានដូចគ្នាដែរគឺយើងគ្រាន់តែចុច comment ដូចខ្ញុំប្រាប់មិញហ្នឹង SPL ហើយយើងប្រើ comment flexible តែប៉ុណ្ណឹងជាការស្រេចអូខេបើសិនជាអត់យល់ពេលដែលយកទៅអនុវត្តអត់យល់អីអាចសួរខ្ញុំបានអរគុណជួបគ្នាវីដេអូក្រោយបាយបាយ